បាទសួស្តីបងប្អូនទាំងអស់នេះថ្ងៃនេះខ្ញុំមកបង្ហាញតកតងនឹង Adobe Creative Cloud ដឹងបង្ហាញអ្នកនរគ្នាថារបៀបនៃការ login របៀបម៉េចហើយក្នុងហ្នឹងមានកម្មវិធីអីគេប្រើប្រាស់ខ្លះខ្ញុំគិតថាបងប្អូនទាំងអស់គ្នាកំពុងតែមានតម្រូវការខ្លាំងទៅលើជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងដែលវាមានតម្លៃខ្ពស់ខ្លាំងមែនទែនអញ្ចឹងយើងចាប់ផ្ដើមទៅគឺខ្ញុំធ្វើការ login ជាមួយ username password របស់ខ្ញុំអូខេនេះជាផ្ទាំងទាំងមូលរបស់ Adobe Creative Cloud របស់យើងបើសិនជាអ្នកនរគ្នាមានតម្រូវការប្រើប្រាស់មែនខ្ញុំមានធ្វើការជាទិញក្នុងការលក់មួយខែរហូតដល់មួយឆ្នាំដែលអ្នកនរគ្នាចង់បានអញ្ចឹងអ្នកចូលកន្លែង app ហ្នឹងមកហើយទាំងអស់នេះគឺជា app ដែលយើងអាចប្រើប្រាស់បានដូចជា Creative Cloud ទាំងមូល Photoshop Illustrator Acrobat អ្នកនឹងឃើញទេហ្នឹងហើយអញ្ចឹងទាំងអស់នេះសិតតែយើងអាចប្រើប្រាស់បានអញ្ចឹងបើសិនជាយើងចង់ប្រើប្រាស់ជាមួយនឹងកម្មវិធីមួយណាយើងអាចធ្វើការ download កម្មវិធីមួយនឹងបានហើយក៏យើងអាចធ្វើការដំឡើងជាមួយនឹង Creative Cloud នៅលើ desktop app អូខេអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនអរគ្នាគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចាប់អារម្មណ៍អាច contact មកខ្ញុំបានអរគុណ